អរុនសួស្តីបងប្អូនទាំងអស់គ្នាដែលតាមដានទស្សនាវីដេអូនេះខ្ញុំក៏ឡងមកចាស់ថ្ងៃនេះផងដែរគឺជាថ្ងៃសិលហើយក៏ជាពេលព្រឹកព្រលឹមសម្រាប់មួយដែលគាត់តែងតែកំងជាមួយនឹងសាំងវិចយកទៅប្រគេនព្រះសង្ឃអរគុណច្រើនថ្ងៃនឹងខ្លួនឯងគឺចេញជាមួយនឹងសាំងវិច40ប្រអប់មួយជើងគឺ10ប្រអប់ហើយទីតាំងគឺផ្សេងពីគ្នាទេហើយថ្ងៃនឹងខ្លួនឯងគឺពេលព្រឹកព្រលឹមគឺទទួលចំនួន10ប្រអប់មុនដោយសារតែគាត់រៀងប្រញាប់ទៅវត្តបងប្អូនគាត់អត់មានពេលមករងចាំយើងពេលអញ្ចឹងគឺគាត់ខលតាមលេខដើម្បីឲ្យខ្ញុំបានធ្វើសាំងវិចជាមួយនឹងភីសាទុកឲ្យគាត់ឲ្យហើយថ្ងៃនេះផងដែរគឺច្រើនមែនតើដោយសារឲ្យតែថ្ងៃសិលគឺមានបងតែគាត់តែងតែកំងជាមួយនឹងសាំងវិចយកទៅប្រគេនព្រះសង្ឃយកទៅធ្វើបនទៀនអីជាដើមគឺងាយស្រួលមែនតើបងដែលចង់បានជាមួយនឹងសាំងវិចពីខាងប្អូនអាចកំងបានជ្រីឯតម្លៃគឺសមរម្យមែនតើហើយរសជាតិសាំងវិចរបស់យើងគឺមានច្រើនរសជាតិ3រសជាតិបងប្អូនទាំងអស់គ្នាបងអាចមិចយករសជាតិពោតសុតក៏បានយករសជាតិប្រហិតក្តាមក៏បានរសជាតិសាច់ផាត់ក៏បានហើយបើគឺសាច់ទាំងអស់ហ្នឹងគឺបងប្អូនអាចមិចចូលគ្នាទាំង3រសជាតិមិចចូលគ្នាក៏បានដែរខាងខ្ញុំគឺទទួលធ្វើទាំងអស់ចាទាំងអាហារសម្រន់បងដែលមានកម្មវិធីជួបជុំកម្មវិធីប្រជុំឬមួយក៏ទៅត្រូវការអាហារសម្រន់ពេលថ្ងៃអីក៏បានដែរអាចកំងទុកមុនហើយខាងប្អូនដឹកយកទៅឲ្យឬបងដែលជិះកាត់តាមហ្នឹងអាចយកទៅក៏បានដែរហើយសម្រាប់ទីតាំងគឺនៅភូមិកពរបណ្ដោយផ្លូវពីក្រចេះស្នួលបងប្អូនទាំងអស់គ្នាគឺមានតែមួយទីតាំងទេដាក់ផ្លាកឈ្មោះថាភីហ្សាឆ្ងាញ់គឺខ្ញុំទទួលកំងទាំងភេសជ្ជៈទាំងភីហ្សាទាំងសាំងវិចមានដូចជានំប៉ាវជាដើមបងដែលមានកម្មវិធីតូចធំអីអាចកំងទៅបានដូចជាយើងចង់យកទៅប្រគេនព្រះសង្ឃយកទៅចែកប្អូនសិស្សានុសិស្សនៅថ្ងៃពិធីបុណ្យអីមួយឬកម្មវិធីសប្បាយអីក៏បានដែរដោយសារតែគឺខ្ញុំទទួលគ្រប់កម្មវិធីទាំងអស់តែម្ដងចាឥឡូវគឺចាប់ផ្ដើមហើយជើងទី2ហើយគឺចំនួន10ប្រអប់ឲ្យប្អូនប្រុសពៅដឹកជញ្ជូនយកទៅឲ្យបងប្អូនដោយសារតែនៅជិតផ្ទះដែរទេនៅម្ដុំផ្សារកពោពេលចឹងទៅគឺប្អូនប្រុសគាត់អ្នកដឹកជញ្ជូនទៅឲ្យហើយខ្ញុំចាប់ផ្ដើមមកធ្វើបន្តទៀតហើយដោយសារតែគឺចង្ហាន់ប្រសង់គឺយើងត្រូវតែធ្វើឲ្យបានមុនម៉ោង10កន្លះបងប្អូនហើយបងទាំងអស់គ្នាដែលគាត់កំងហ្នឹងគឺគាត់ប្រាប់ថាយកមុនម៉ោង10ខ្លះទៅគាត់យកមុនម៉ោង9អញ្ចឹងទៅដល់ពេលអញ្ចឹងគឺអ្នកលក់ថ្ងៃហ្នឹងគឺរៀងដុតដៃដុតជើងតិចហើយអត់មាននៅស្ងៀមទេអរគុណសម្រាប់បងទាំងអស់គ្នាតែងតែកំងហើយកំងទៀតនិយាយទៅតាំងពីបងនៅផ្សារអូស័យដូចគ្នាអញ្ចឹងគឺគាត់កំងតែរហូតដោយសារតែផ្ទះគាត់នៅខាងកទួតបងប្អូនដល់ពេលអញ្ចឹងទៅគាត់ទៅបនឬក៏ទៅវត្តហុងឡាំវត្តផ្សារអូស័យអញ្ចឹងគឺគាត់តែងតែធ្វើនំឲ្យខ្ញុំកំងសាំងវិចអញ្ចឹងទៅគឺគាត់យកទៅហើយថ្ងៃគឺច្រកជើងទី2ឲ្យបងប្អូនទាំងអស់គ្នាមែនតើនិយាយទៅគឺព្រឹកនេះឲ្យតែពេលថ្ងៃសិលបងប្អូនគឺចេញសាំងវិចច្រើនជាងចេញភីហ្សាគឺចេញដែរគ្រាន់ថាពេលព្រឹកអត់សូវប្រហែលទេតែបើពេលព្រឹកចំពោះសាំងវិចវិញគឺ viral ខ្លាំងដែរហ្នឹងដោយសារតែបងគាត់ធ្លាប់ទិញញ៉ាំដល់ពេលអញ្ចឹងទៅឆ្ងាញ់ហើយគាត់យកទៅប្រគេនព្រះសង្ឃយកទៅជូនម៉ាក់ជូនប៉ាអីចឹងទៅតាមកម្មវិធីបងប្អូនហើយងាយស្រួលមែនតើបើនិយាយពីការវេចខ្ចប់វិញមានទាំងអនាម័យនិងគុណភាពហើយបើរសជាតិគឺធានាឲ្យតែម្ដងគឺរសជាតិឈ្ងុយឆ្ងាញ់អរគុណច្រើនបងទាំងអស់គ្នាបាយបាយជម្រាបលា